ស្ថាប័ន Moody ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថានឹងធ្លាក់ចុះដោយសារបញ្ហាពន្ធគយពីអាមេរិកស្ថាប័នហិរញ្ញវត្ថុ Moody របស់អាមេរិកបានព្យាករណ៍ពីហានិភ័យនឹងការធ្លាក់ចុះចំពោះទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាដោយសារតែភាពមិនច្បាស់លាស់ជាចម្បងមួយចំនួនជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងការដំឡើងពន្ធគយការគណនារបស់ស្ថាប័នមួយនេះបង្ហាញផងដែរថាកំណើន GDP របស់កម្ពុជានៅក្នុងឆ្នាំ2025នឹងធ្លាក់ចុះចំនួន 2% មកនៅសល់ត្រឹម 3.3% ខណៈការព្យាករណ៍ពីមុនមានដល់ 5.3% ប្រការនេះហើយអាចកើតឡើងប្រសិនបើពន្ធចំនួន 49% របស់អាមេរិកត្រូវបានដាក់និងចូលជាធរមានលើទំនិញរបស់កម្ពុជាពិតមែនភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពាណិជ្ជកម្មនិងពន្ធរបស់អាមេរិកបានបង្ខំឲ្យស្ថាប័ន Moody ដែលជាស្ថាប័នវាយតម្លៃហិរញ្ញវត្ថុដ៏ធំមួយផ្លាស់ប្ដូរទស្សនវិស័យរបស់ខ្លួនមកលើកម្ពុជាទៅជាអវិជ្ជមានខណៈដែលខ្លួនធ្លាប់បានវាយតម្លៃពីមុនថាសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពល្អ Moody Investor Service បាននិយាយថាដោយសារតែទំនាក់ទំនងពាណិជ្ជកម្មខ្ពស់របស់កម្ពុជានិងលក្ខខណ្ឌឥណទានសកលចុះខ្សោយកម្ពុជាត្រូវបានគេរំពឹងថាក្លាយជាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងបញ្ហាពន្ធគយស្ថាប័នដដែលឲ្យដឹងទៀតថាការគណនារបស់ខ្លួនបានបង្ហាញថានឹងមានផលប៉ះពាល់ដោយផ្ទាល់ជះចេញពីឥទ្ធិពលពន្ធគយ 49% ប្រសិនបើវាត្រូវបានអាមេរិកអនុវត្តដោយដែលអាមេរិកបានស្នើឡើងដំបូងពិតមែនហើយវានឹងទៅកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបឬដែលយើងស្គាល់ថា GDP ជិត 2% នៅក្នុងឆ្នាំ2025នេះពីការព្យាករណ៍ដំបូងដែលធ្លាប់មាន 5.3% ស្ថាប័នដដែលក៏និយាយដែរថាការប៉ះពាល់ទៅលើការនាំចេញទៅកាន់សហរដ្ឋអាមេរិកនឹងមានចំនួនជិត 40% ឬប្រហែល 20% នៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំ2024ដោយក៏សម្គាល់ថាវាគឺជាកម្រិតខ្ពស់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយសន្មតថាពន្ធគយនឹងកើនឡើងលើសពី 10% ដែលបច្ចុប្បន្នកំពុងដំណើរការហើយកំណើនសេដ្ឋកិច្ចពិភពលោកនឹងមានការថយចុះគួរកត់សម្គាល់ហើយនឹងជាប់លាប់ទៀតនោះកំណើនរយៈពេលខ្លីនិងរយៈពេលវែងរបស់កម្ពុជាគឺសុទ្ធសឹងតែនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ Moody លើកឡើងដែរថាការប៉ះទង្គិចពាណិជ្ជកម្មធ្ងន់ធ្ងរនឹងកាត់បន្ថយប្រាក់ចំណូលទៅលើវិស័យកាត់ដេរកាត់បន្ថយលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសហើយបំផ្លាញសក្តានុពលកំណើនរយៈពេលវែងនិងបង្កើនភាពងាយរងគ្រោះពីខាងក្រៅ